ស្រវឹងគឺជាអាវុធមុខពីរដែលផ្ដល់នូវភាពសប្បាយរីករាយនិងការសម្រាកលំហែនៅពេលសេពគ្រឿងស្រវឹងជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមអនុញ្ញាតគោរពទៅដល់លោកនាយកយិនវិសាជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពគណៈអធិបតីជាទីគោរពសូមគោរពគណៈកម្មការលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពអ្នកអាណាព្យាបាលដែលមានវត្តមាននៅទីនេះនិងធ្វើសេចក្តីរាប់អានទៅដល់មិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះស្រីច័ន្ទម៉ារីកាអាយុ10ឆ្នាំរៀននៅថ្នាក់ទី4កនៃសាលារៀនវិសាលភាពសាខាបេចានថ្ងៃនេះនាងខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឡើងមកធ្វើការបកស្រាយប្រធានបទមួយដែលបានលើកឡើងថាផលប៉ះពាល់របស់គ្រឿងស្រវឹងមកលើសុខុមាលភាពសង្គមការប្រើប្រាស់ភេសជ្ជៈដែលមានសារជាតិស្រវឹងគឺជារឿងធម្មតានៅក្នុងវប្បធម៌របស់ប្រទេសជាច្រើនជាទូទៅគ្រឿងស្រវឹងត្រូវបានគេយកមកទទួលទាននៅក្នុងកម្មវិធីដើម្បីបង្ហាញពីភាពរាប់អានការអបអរសាទរនិងបន្ធូរអារម្មណ៍ទោះជាការសេពគ្រឿងស្រវឹងក៏មានប្រយោជន៍ខ្លះៗក៏ដោយក៏ជាច្រើនទសវត្សរ៍កន្លងមកនេះការចែកចាយពិភាក្សាទៅលើអាកប្បកិរិយារបស់មនុស្សនៅតែបន្តមាននៅឡើយមុនឈានទៅដល់ការបកស្រាយអាការនៅច្បាស់នេះខ្ញុំសូមលើកយកពាក្យគន្លឹះជាមុនសិនតួយ៉ាងពីសុខុមាលភាពយោងតាមវិជ្ជានុក្រមសម្ដេចព្រះសង្ឃរាជជួនណាចបានឲ្យនិយមន័យថាភាពនៃបុគ្គលអ្នកមានសេចក្តីសោកការធ្លាប់តែស្រណុកដើម្បីឲ្យកាន់តែច្បាស់នេះខ្ញុំសូមលើកយក4ចំណុចមកធ្វើការបកស្រាយចំណុចទី1ប៉ះពាល់ដល់សុខភាពនៅក្នុងនោះផងដែរគេបានបែងចែកជា2គឺសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយដោយឡែកសុខភាពផ្លូវចិត្តគ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តមួយរួមមានជំងឺបាក់ទឹកចិត្តការប្រែប្រួលចរិតលក្ខណៈជំងឺធ្វើអារម្មណ៍មិនល្អបាត់បង់ការចងចាំនិងមានអាកប្បកិរិយាដែលមានគ្រោះថ្នាក់ការសេពគ្រឿងស្រវឹងលើសកម្រិតអាចធ្វើឲ្យរំខានដល់ដំណេកដែលធ្វើឲ្យមានជំងឺកេងមិនលក់និងកេងមិនគ្រប់គ្រាន់ដែលធ្វើឲ្យមានជំងឺ stress និងធុញថប់ក្នុងអារម្មណ៍សុខភាពផ្លូវកាយដូចជាសារធាតុថ្នាំដតៃគ្រឿងស្រវឹងអាចប៉ះពាល់ដល់រាងកាយក្នុងរយៈពេលខ្លីនិងរយៈពេលវែងដូចជាជំងឺកង្វះជាតិទឹកជំងឺមហារីកនិងជំងឺថ្លើមជំងឺទាំងនេះអាចបណ្ដាលមកពីការសេពគ្រឿងស្រវឹងទាំងស្រុងឬមួយផ្នែកចំណុចទី2គ្រោះថ្នាក់ចរាចរណ៍អាល់កុលគឺជាមូលហេតុដ៏សំខាន់ដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍បើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវគោកគឺជាហេតុផលដែលធ្វើនៃទី1នៃករណីស្លាប់នៅកម្ពុជាចំណុចទី3បង្កឲ្យមានបទល្មើសការស្រាវជ្រាវបានបង្ហាញថាជាតិអាល់កុលគឺជាមូលហេតុដែលនាំឲ្យមានអំពើហិង្សាជាច្រើនករណីគ្រឿងស្រវឹងគឺជាកត្តាដែលនាំឲ្យមានបទល្មើសដូចជាអំពើប្លន់ចំនួនការបៀតបៀននិងការបៀតបៀនផ្លូវភេទជាដើមចំណុចទី4សុខុមាលភាពគ្រួសារឪពុកម្ដាយដែលសេពគ្រឿងស្រវឹងច្រើនចោលឥទ្ធិពលទៅលើក្រុមគ្រួសាររាប់ទាំងទំនាក់ទំនងរវាងឪពុកម្ដាយកូនទាំងដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការវិវត្តភាពរបស់កូនទង្វើខុសឆ្គងទាំងនោះរួមមានការរំលោភបំពានផ្លូវភេទការប៉ះពាល់ផ្លូវកាយនិងការមិនយកចិត្តគ្រឿងស្រវឹងគឺជាអាវុធមុខពីរដែលផ្ដល់នូវភាពសប្បាយរីករាយនិងការសម្រាកលំហែនៅពេលសេពគ្រឿងស្រវឹងក្នុងកម្រិតមធ្យមតែនាំឲ្យមានបញ្ហាសង្គមនិងបញ្ហាសុខភាពប្រសិនបើការសេពនេះលើសកម្រិតការសេពគ្រឿងស្រវឹងមិនមែនបង្កដល់បុគ្គលដែលសេពគ្រឿងស្រវឹងនោះទេវាអាចខូចខាតទៅដល់សម្ព័ន្ធភាពនិងសង្គមទូទៅដោយប្រព្រឹត្តបទល្មើសនិងគ្រោះថ្នាក់ផ្សេងៗក្នុងនាមខ្ញុំជាសិស្សានុសិស្សមួយរូបខ្ញុំត្រូវជៀសឲ្យឆ្ងាយពីការក្រេបគ្រឿងស្រវឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីជាសសរទ្រូងសម្រាប់ប្រទេសជាតិជាចុងក្រោយនេះខ្ញុំសូមអរគុណទៅដល់លោកនាយកគណៈកម្មការអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ការបកស្រាយរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ